ថ្ងៃទី5ខែឧសភាត្រូវជាថ្ងៃថោះដីយិនឆ្នាំដែលល្អប្រសើរមានឆ្នាំចមមែហើយនឹងកុលនិងអ្នកដែលត្រូវការធាតុឈើហើយនឹងដីក៏ល្អប្រសើរផងដែរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នបង្ការការពារមានឆ្នាំរកាធាតុឈើវ័យ22ឆ្នាំនិងរកាធាតុទឹកវ័យ34ឆ្នាំទិសដែលយើងគួរតែប្រុងប្រយ័ត្នក្នុងករណីយើងចង់ជួសជុលស្វានដំបុកគ្រឹះនៅក្នុងថ្ងៃនេះមានទិសខាងលិចហើយនិងទិសខាងត្បូងចំពោះតារាសាស្ត្រល្អចូលមកក្នុងទិសខាងជើងឈៀងខាងកើត45អង្សាយើងអាចធ្វើការចាប់លាបឬក៏បន្ទោះលាបតាក់ទងទៅនឹងស្នេហ៍ការជួយទំនុកបំរុងគាំពីយកអាសាហើយនឹងទ្រព្យសម្បត្តិយើងដុតទៀន9ដើមនៅអង្សា45អង្សាម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង11ទៅដល់ម៉ោង1ថ្ងៃត្រង់ចំពោះការដុតទៀនសូមថែរក្សានិងគ្រប់គ្រងភ្លើងទៀនឲ្យការទទួលខុសត្រូវខ្ពស់នៅថ្ងៃនេះផ្ទាល់នៅម៉ោង7:49នាទីនឹងមានការផ្លាស់ប្ដូរខែថ្មីពីខែរួងទឹកយ៉ាងទៅជាខែម្សាញ់ទឹកយិនចំពោះអ្នកដែលហែងនៅក្នុងខែនេះគួរតែពង្រីកឬក៏អនុវត្តនៅគម្រោងផែនការគោលដៅដែលបានគ្រោងទុកដើម្បីទទួលបាននៅលាភសំណាងនៅក្នុងខែថ្មីចំពោះអ្នកដែលឆុងឆ្នាំដែលមិនល្អគួរតែមានការបំរុងបង្ការការពារទាំងការធ្វើដំណើរទាំងការសម្រេចចិត្តនៅក្នុងការចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគួរតែមានការបំរុងបង្ការគិតគូរឲ្យបានល្អិតល្អន់មុននឹងអនុវត្តនៅគម្រោងផែនការដើម្បីបញ្ជៀសពីបញ្ហាធំទៅជាតូចទៅជាគ្មានបញ្ហាជូនពរសំណាងល្អនៅក្នុងខែថ្មីខែម្សាញ់ទឹកយិនទាំងអស់គ្នា